ពេលខ្លះយើងត្រូវរក្សាសិទ្ធិអតិថិជនក្រោយដែលគាត់ប្រើឡានហើយគាត់មិនចង់ឲ្យគេដឹងថាឡានគាត់ទិញនៅកន្លែងណាពេលខ្លះបែបហ្នឹងបងប្អូនចាជំរាបសួរចាអតិថិជនទាំងអស់គ្នាអ៊ំពុំមីងទាំងអស់គ្នាចាថ្ងៃនេះខ្ញុំមកបកស្រាយបកស្រាយ comment អតិថិជនម្នាក់ដែលគាត់ថាគាត់ comment ថាហេតុអ្វីបានចាំបាច់បិទស្លាកលេខនៅពេលដែលផុសរូបឡានណាបងប្អូនណាចាអញ្ចឹងថ្ងៃនេះខ្ញុំមកនិយាយការពិតនៅក្នុងវីដេអូខ្ញុំទាំងអស់គាត់អត់បានមើលទេបើវីដេអូខ្ញុំមិនដែលបិទទេកម្រចាបើថារូបស្លាកខ្ញុំត្រូវតែបិទចាដឹងមូលហេតុអីទេដំបូងគេគឺពេលខ្លះ Facebook ចាប់ចាពេលខ្លះ Facebook អត់ចាប់ទេពេលខ្លះយើងត្រូវរក្សាសិទ្ធិអតិថិជនក្រោយដែលគាត់ប្រើឡានហើយគាត់មិនចង់ឲ្យគេដឹងថាឡានគាត់ទិញនៅកន្លែងណាពេលខ្លះបែបហ្នឹងបងប្អូនចាហើយគាត់និយាយពាក្យថាគាត់ comment មួយម៉ាត់ទៀតគាត់ថាបើបិទស្លាកលេខចឹងគ្រាន់តែបិទស្លាកលេខហ្នឹងសបញ្ជាក់ឲ្យដឹងថាអ្នកលក់ហ្នឹងគ្មានភាពស្មោះត្រង់ខ្ញុំនិយាយតាមត្រង់ comment មួយនេះហាខ្ញុំគិតថាប្រហែលជា1គីឡូ2ខាំគាត់អត់ទាន់បានប្រើលក្ខណៈថាប្រើអត់ទាន់អស់លក្ខណៈបែបហ្នឹងហ្មងបើគាត់ប្រើអស់គាត់ប្រហែលជាយល់ថាអូគេបិទវាមានមូលហេតុរបស់គេអ្នករស់ស៊ីទាំងអស់វាមិនប្រកាសថាអតិថិជនគាត់ចង់ឲ្យគេឃើញឡានគាត់ទាំងអស់ហេអត់ប្រកាសទេបងប្អូនចាអត់ប្រកាសទេហើយសំខាន់ជាងគេទៀតអ្នករស់ស៊ីគេត្រូវតែបិទបែបហ្នឹងហើយពីព្រោះគេចង់ឲ្យអតិថិជនឆ្ងល់អតិថិជនសួរអានឡើងវីដេអូចាចាំខ្ញុំនិយាយមិញថាគាត់ប្រហែលជាអត់តន់អស់លក្ខណៈអញ្ចឹងប្រើអត់តន់អស់ចា comment ភ្លាវពេលខ្លះខ្ញុំអត់ចង់តវ៉ាទេក៏ប៉ុន្តែខ្ញុំចង់ឲ្យបងប្អូនទាំងអស់គ្នាដឹងថាខ្ញុំចូលចិត្តឃើញអីនិយាយហ្នឹងចរិតរបស់ខ្ញុំគឺអញ្ចឹងឃើញគោនិយាយគោឃើញក្របីនិយាយក្របីអត់មានឃើញគោថែមលុយនិយាយសេះអត់បងដោយឡាននេះអញ្ចឹងពេលដែលខ្ញុំផុសខ្ញុំបើកតាលេខខាងក្រោយ55ឯងចាមុខអត់បើកទេបិទចោលចាសួរតែខុសខ្ញុំមែនអត់ទេគេរកស៊ី business របស់គេគឺវាអញ្ចឹងចាវាអញ្ចឹងឲ្យដឹងថា business របស់គេវាអញ្ចឹងចាវាមិនមែនចេះតែប្រឡែងទេពីព្រោះមនុស្សយើងការគិតខុសគ្នាចាខ្ញុំរកស៊ីមកជីវិតអីខ្ញុំមិនដែលទៅ comment ថាអ្នកណាអាក្រក់អ្នកណាល្អទេហើយខ្ញុំក៏ដែល comment រិះគន់គេថាគេអញ្ចេះអញ្ជើញមើល Facebook ខ្ញុំផ្ទាល់ខ្លួនអញ្ជើញមើលមិនតែហ្មងចាអត់ដាច់ខាតជាចរិតរបស់ខ្ញុំបើខ្ញុំខឹងអ្នកហ្នឹងខ្ញុំថានៅនឹងប្រាវហ្មងខឹងអ្នកហ្នឹងឌឺខ្ញុំពេកខ្ញុំថាក្នុងវីដេអូខ្ញុំថាឡាយចប់តែមានអីផ្សេងទេចានេះគឺជាចរិតរបស់ខ្ញុំសូមមើលផងហើយសូមថ្ងៃក្រោយបើសិនបងប្អូនគាត់ថាអូអា comment ល្អអូខេ comment ល្អក៏អរគុណចា comment អាក្រក់វាមានអ្នកខ្លះ comment អាក្រក់នៅក្នុងន័យស័ព្ទស្ថាបនាអ្នកខ្លះវិញ comment អាក្រក់ក្នុងន័យជាន់ផលិតខ្ញុំជម្រាបឲ្យច្បាស់ថាជាន់ផលិតខ្ញុំអត់បានទេនិយាយតាមត្រង់ហ្មងអត់បានដាច់ខាតទេចាហើយនេះចង់មើលទៅវីដេអូនេះឡាននេះក៏ស្លាកលេខខ្ញុំបង្ហាញមើលតែបើរូបផងអត់បានទេសូមអធិស្ឋានអត់បានទេចឹងអត់បានទេពីព្រោះពេលខ្លះយើងមានការងារយើងមានផែនការរបស់យើងដូចគ្នាមិនចេះតែអ្នកឯងយក1គីឡូ2ខាំមកប្រើមិនអស់វាមិនត្រូវខ្ញុំប្រើអស់បើខ្ញុំបានប៉ុណ្ណឹងតោះជំរាបលាបងប្អូនក្នុងវីដេអូនេះគឺបកស្រាយទៅលើ comment អតិថិជនម្នាក់ហ្នឹងតែខ្ញុំមិនថាអតិថិជនព្រោះ account fake ទេមិនថាអាពួកចំណានឈ្នានីសនឹងឯងចាបានហើយអរគុណបាយបាយ